rồi chẳng hạn là ưu tiên họ thằng cái chỉ mua để nhom đặt mua xe vật nhom chẳng hạn á chân chân chọn ai mua phải chối chơi nhà bộ mà bà là đây đọc này cái này xem trong chạy thầm lệ video muối chạy tầng chịu xét cứ chạy tầng từ năng lực của niệm cứu đại quạt trong riêng bài su sủng nụ tổ mua được coi trên lì mày là bài thực sai chẳng á chân trong xong chạy lại đường website muối đài này đọc này ai do từ phơi chia sủng nụ su tổ mua chập bùng vào ba trong na soi năng sủng nụ ba trong sủng nụ vay soi sủng nụ năng trong phơi đang được nông computer có đôi khi được nôngទូរស័ព្ទចឹងកាលណាយើងចេះ website នេះយើងប្រើវាយើងងាយស្រួលក្នុងការឲ្យធ្វើឲ្យថ្នាក់រៀនរបស់យើងហ្នឹងមានភាពរស់រវើកធ្វើឲ្យសិស្សចូលចិត្តរៀនចឹងបើសិនជាថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូមាន slide ទៀតរឹតតែល្អតែបើមាន computer ក៏បានសម្រាប់ទូរស័ព្ទក៏បានដែរឥឡូវយើងបង្ហាញក្នុង computer សិនអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ជ្រោមអញ្ចឹងអ្នកទាំងអស់គ្នាវាយ website មួយមានឈ្មោះថា Picker បាទសំទោស sorry Pick បាទ Picker Well បាទ Picker Well មកហើយអ្នកនេះចុចក៏ប៉ុន្តែវាមានច្រើនមានទាំង game អីចឹងណាអញ្ចឹងខ្ញុំយកឲ្យលើគឺនេះសម្រាប់តែយើងដាក់ឈ្មោះគេហៅថាចាប់ឆ្នោតឈ្មោះយកសំណួរអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងយើងគ្រូចុចចូលមកវាមាន2លោកគ្រូយើងអាចចុចខាងលើក៏បានខាងក្រោមក៏បានដែរមិនថាលោកគ្រូអ្នកគ្រូវីដេអូនេះសម្រាប់អ្នកនរគ្នាអាចបង្កើតជាសំណួរឬក៏ជាល្បែងលេងជាមួយគ្នាឯងមិត្តភ័ក្តិឬក៏ក្រុមការងារបានអញ្ចឹងយើងអាចចុចឲ្យលើក៏បានក៏បានឥឡូវខ្ញុំចុចឲ្យលើទៅបាទអញ្ចឹងនេះយើងអាចសរសេរសំណួរ add ថែមបញ្ចូលអញ្ចឹងណាឧទាហរណ៍ថានេះគឺជាឈ្មោះដែលខ្ញុំដាក់ឈ្មោះសិស្សរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងយើងចង់ add ឈ្មោះបញ្ចូលយើងចុចសញ្ញាបូកមកហើយយើងវាយថែមទៅឧមាថារក្សាទៅឧទាហរណ៍រក្សាទៅចុចសញ្ញាបូកទៅវា add មកមួយទៀតអញ្ចឹងហើយកន្លែងនេះយើងអាច add រូបភាពអាច add អីចឹងបាន add សំណួរឬក៏ add រូបភាពយើងចង់បាន add រូបភាពនៅលើឈ្មោះនេះឬក៏សំណួរនេះយើងចុចលើសញ្ញាបូកហ្នឹងមកជា image មកជ្រើសរើសរូបភាពយើងទៅឧទាហរណ៍យើង add រូបនេះទៅវាបានរូបភាពយើងមកហើយឧទាហរណ៍សំណួរយើងមានរូបភាពអីចឹងណាបើលំហាត់ចឹងទៅហើយខ្ញុំបាទនឹង website មួយហ្នឹងឥឡូវខ្ញុំឲ្យអ្នកគ្នាមើលwebsite មួយទៀតបាទនេះគឺចូលនឹងដែរគឺដាក់ wellopnan.com យ៉ាងដែរប៉ុន្តែខ្ញុំចុចថែមមកអញ្ចឹងឧទាហរណ៍នេះវាមានពណ៌មានអីចឹងត្រូវអញ្ចឹងណាមានពណ៌កន្លោចឹងទៅវាតាក់ទងសិស្សដែរអញ្ចឹងយើងអាច add សំណួរបានខ្ញុំចុច enter មកយើងអាចវាយបញ្ចូលបានថែមទៀតឥឡូវឧទាហរណ៍ថាខ្ញុំថាសប្តាហ៍ថ្ងៃបាទសប្តាហ៍ថ្ងៃមានព័ត៌មានអ្វីខ្លះព័ត៌មានឧទាហរណ៍ណាយើងខ្ញុំឧទាហរណ៍ជាព័ត៌មានអ្វីខ្លះបាទសំទោសអូសំទោសជាស្រ័យបាទយើងសេមកឧទាហរណ៍ថាសប្តាហ៍ថ្ងៃមានព័ត៌មានបាទព័ត៌មានអ្វីខ្លះទៅអ្វីខ្លះបាទអញ្ចឹងយើងចុច enter មកនេះពេលយើងចុចចប់ឆ្នៃយើងចុចកណ្ដាលទៅវានឹង random មកយើងហើយវានឹងជ្រើសរើសឲ្យយើងហើយអញ្ចឹងយើងអាចធ្វើយកវាធ្វើជាសំណួរផ្ទាល់មកជាល្បែងសិក្សាដើម្បីឲ្យសិស្សមានចំណាប់អារម្មណ៍ក្នុងការរៀនយើងទៅបាទអញ្ចឹងណាអាហ្នឹងសម្រាប់លើកុំព្យូទ័រអញ្ចឹងអ្នកនរគ្នាក៏អាចដាក់ឈ្មោះឲ្យចូលបន្ថែមបែបកន្លែងនេះយើងអាចដាក់ជារូបភាពដាក់អីចឹងទៅយើងដាក់ចង់រូបភាពយើងដាក់ add background ចឹងមកយើងចូលចង់ add រូបភាពណាយើងចុចលើវាទៅ add background ហ្នឹងមកយើងចង់ដាក់រូបជាយើងក៏បានរូបណារៀនយើងក៏បានជាល្បែងសិក្សាទៅក៏បានហើយយើងមានតាមហ្នឹងបាទអញ្ចឹងខ្ញុំបង្ហាញលើកុំព្យូទ័រគឺមានប៉ុណ្ណឹងមួយទៀតអ្នកនេះអាចធ្វើលើទូរស័ព្ទវិញម្ដងអញ្ចឹងអ្នកនេះចូលមកកាន់ទូរស័ព្ទរបស់យើងណាអញ្ចឹងយើងចូលមកកាន់ទូរស័ព្ទរបស់យើងអញ្ចឹងអ្នកនេះចូលមកកាន់ជ្រោមមកបាទហើយយើងវាយ website នឹងដដែលនេះបាទវាយ website Picker នឹងដដែលបាទហើយចុចលើវាមកបាទអញ្ចឹងឧទាហរណ៍នេះគឺជាឈ្មោះសិស្សរបស់ខ្ញុំដែលខ្ញុំបាន add ហើយអញ្ចឹងអ្នកនេះមានទូរស័ព្ទក៏បានដែរយើងដាក់ឈ្មោះដែលតាមខ្ញុំប្រាប់អញ្ចឹងទៅចង់សរសេរឈ្មោះយើងចុចសញ្ញាបូកហើយយើងសរសេរឈ្មោះចូលមកឥឡូវឧទាហរណ៍ថាខ្ញុំថែមថាជាតាឧទាហរណ៍ចុចសញ្ញាបូកមកវានឹងលោតឲ្យយើងមួយទៀតអាហ្នឹងសម្រាប់ website ទី1អាទី2ទី computer ដែរបាទយើងចូល wellopnan.com ចឹងមកហើយអ្នកនរគ្នាអាច add បន្ថែមបានបាទឧទាហរណ៍ថាតើពេលណាអ្នកការឧទាហរណ៍នេះគ្រាន់តែខ្ញុំបង្ហាញជាឧទាហរណ៍ទេបាទសូមអធិស្ឋានណាអ្នករៀបការចឹងទៅបាទរៀបការចឹងទៅហើយយើងចុចសញ្ញាព្រួយមកនេះវានឹងបានហើយអញ្ចឹងចង់ឲ្យវាបង្វិលចុចឲ្យកណ្ដាលទៅវានឹងបង្វិលចាប់ random ឈ្មោះយើងហើយអានេះគឺពិសេសមែនតើសម្រាប់លោកគ្រូអ្នកគ្រូដែលមានកុំព្យូទ័រក៏ដូចជាទូរស័ព្ទឬក៏ slide អញ្ចឹងចាប់ដាក់ប្រចាំឲ្យសិស្សទៅវាបង្កើតជាល្បែងសិក្សាមួយដែរអញ្ចឹងណាបាទអូនេះចេញមកបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនអ្នកនរគ្នាគិតថាមានប្រយោជន៍ឬក៏ល្អជួយ subscribe និង like channel របស់ខ្ញុំផង
កុំភ្លេចជួយ share និង like post របស់ខ្ញុំផង